បាទទោះដីមិត្តភក្តិទាំងឡាយបងប្អូនបាទតែញ៉ាំមកផ្សារទៀតហើយតែញ៉ាំអត់ដឹងថារនឹកទិញមកហូបអីទេបាទអូសឡសាពាំងបាទបាទនំខ្មែរបាទកាលខ្ញុំនៅក្មេងហ្នឹងបាទបានញ៉ាំនំកង់នេះមួយគឺតែឆ្ងាញ់ហ្នឹងសម័យមុនគេដោតតំណោតទៅនំខ្មែរនេះបាទបាទរៀងឆ្វេងឆ្វាច់បន្តិចបើថានាទីប្រជុំជនបាទវីដេអូប្រហែលជាមិនទៅល្អប្រហែលទេបាទតែសេពញ៉ាំព្យាយាមបាទត្រីងៀតឆ្លៀតពងតំណងទេបាទអូវងមូលដូចលឺប្រច័នអញ្ចឹងបាទចងាងបាសជើងឡើងលើនេះហៅថាមន់ស្វិតមកពងវាបាទងោជ្រក់ជាតិហ្មងបាទងោងងើអីឲ្យផ្នែកខាងនេះគឺថារបស់ធម្មជាតិបាទរបស់ធម្មជាតិបាទបងប្អូនក៏ឃើញដឹងហើយបាទលោមកជូរបាទនេះបន្លែវាបាទអូនណាមកផ្សារបាទកំភ្លេចមកផ្សារលើបាទខាងក្រោយផ្សារលើមានម្ហូបគ្រប់មុខបាទឃើញតាមវីដេអូហ្នឹងដឹងតែស្រក់ទាំងមាត់ហើយបាទបងប្អូនណាដែលចេះតុងបាទឆាក្តៅឬក៏អប់តុងបាទនេះបាទសួស្តីបាទបងប្អូននេះខាងកពតម្រេចកពតបាទមិនមែនអីផ្លែគោទេបាទមិនមែនគ្រាប់គោទេបាទហើយចង់ឈ្ងុយឆ្ងាញ់នេះមកនេះទាំងអស់មានមកកាផ្លេអេសបាទនេះមានល្ងទៀតតិចហុយតិចមកកាផ្លេអេសបាទបងប្អូនឃើញតារូបភាពនេះដឹងហើយបន្លែនេះបន្លែធម្មជាតិទេបាទឡប្រហើសឡក់កកោត្រូវប៉ាន់ទាំងអស់បាទនេះអាំងបើម្ទេសបាទត្រូវម៉ាច់ទេបងប្អូនអាំងបើម្ទេសនេះមួយពិសេសអារម្រះពី3ថ្ងៃគឺងោមរះរហូតខ្ញុំតឹងពនុកមកបាទតឹងពនុកមកបាទអាចកំងបានឃើញតែអញ្ចឹងទេបាទបើសិនតែហូបវិញវាជាតិមកទៅមុខអ្នកលក់ដឹងទេបាទហើយរៀងទឹកតែនេះបាទមិនមែនទឹកអីទេបាទគឺទឹកប្រូស័យទេបាទបាទតឹងពនុកមកបាទទៅងៀតបាទទៅងៀតបាទពូខ្ញុំនេះបាទជំនាញអូជំនាញមកកាប់កោះកាត់បេះកកាយឡើងស្អាតអលីងទេបាទខាងក្រោយផ្សាររៀងចង្អៀតបន្តិចមនុស្សម្នាដែលមកផ្សារទិញម្ហូបនឹងរៀងកកកុញបាទមើលបងប្អូនផ្នែកខាងខោអាវទៅជុះបាទក៏ឈ្មោះរៀងអន់ទេប៉ុន្តែខោអាវក៏ល្អបាទក៏សុបាយនឹងរឿងណាបាទតែញ៉ាំជួនកាលក៏ទិញមកក្រុងដែរហ្នឹងបាទទិញទៅជួនកាលស្លៀកអស់ចែកចាយគេឯងដែរបាទជំរាបលាពុកម៉ែបងប្អូនបាទអរគុណច្រើនបាទ